តើនាងដឹងទេសុខភាព80%មកពីរបបអាហារមានតែ20%មកពីលំហាត់ប្រាណប៉ុណ្ណោះទ្រព្យសម្បត្តិ80%មកពីទម្លាប់មានតែ20%មកពីការគណនាគណិតវិទ្យាប៉ុណ្ណោះសុភមង្គល80%មកពីការរស់នៅដែលមានគោលបំណងខណៈពេលដែលសេចក្តីរីករាយមានចំនួនត្រឹមតែ20%ប៉ុណ្ណោះសមិទ្ធផល80%បានមកពីការដឹងពីរបៀបស្ដាប់20%ដែលនៅសល់មកពីការដឹងពេលណាត្រូវនិយាយការទំនាក់ទំនង80%បានមកពីការយល់ដឹងតាមរយៈការស្ដាប់20%បានមកពីអ្វីដែលបាននិយាយវឌ្ឍនភាព80%មកពីការតស៊ូខណៈពេលដែលគំនិតមានចំនួនត្រឹមតែ20%ប៉ុណ្ណោះការរៀនសូត្រ80%មកពីការឆ្លុះបញ្ចាំងខ្លួនឯង20%ដែលនៅសល់មកពីការអានទំនាក់ទំនង80%បានមកពីការផ្ដល់ឲ្យ20%បានពីការទទួលមនុស្សច្រើនតែរវល់ជាមួយ20%ដូចជាតមអាហារលឿនរកលុយបានលឿនសើចខ្លាំងនិយាយច្រើននិងរស់នៅយ៉ាងប្រញាប់ប្រញាល់ដូចជាគ្មានថ្ងៃស្អែកប៉ុន្តែមានមនុស្សតិចណាស់ដែលមានការអត់ធ្មត់ក្នុងការបណ្ដុះ80%ដល់ស្ងប់ស្ងាត់ប៉ុន្តែរឹងមាំដែលចិត្តរបស់អ្នកមានភាពរឹងមាំជាងចិត្តរបស់អ្នកដែលរាល់ថ្ងៃមានតម្លៃដោយមិនចាំបាច់អួតអាងផ្ដល់អាទិភាពដល់80%ផ្ដោតលើអ្វីដែលសំខាន់ពិតប្រាកដអ្វីដែលនៅសល់នឹងធ្លាក់មកកន្លែងដោយធម្មជាតិសំណួរតាក់ទងនឹងសិស្សានុសិស្សដែលមិនសូវចូលចិត្តការសិក្សាការពន្យល់ក្មេងអំពីអនាគតមិនមែនជាការយកទ្រឹស្ដីធំដុំមកនិយាយនោះទេប៉ុន្តែគឺជាការតភ្ជាប់រឿងដែលគេចូលចិត្តនៅថ្ងៃនេះទៅនឹងអ្វីដែលគេចង់បាននៅថ្ងៃមុខខាងក្រោមនេះគឺជាបច្ចេកទេសពន្យល់តាមរបៀបងាយៗនិងមានប្រសិទ្ធភាព1ការប្រៀបធៀបជាមួយនឹងការដាំដើមឈើក្មេងៗងាយយល់តាមរយៈរូបភាពធម្មជាតិការពន្យល់ការរៀនសូត្រនៅពេលនេះគឺដូចជាកូនកំពុងដាំគ្រាប់ពូជដើមឈើអញ្ចឹងបើកូនស្រោចទឹកស្មើនឹងខំរៀនរាល់ថ្ងៃដើមឈើនោះនឹងធំឡើងផ្ដល់ម្លប់និងផ្លែឈើផ្អែមឲ្យកូនបេះញ៉ាំនៅថ្ងៃមុខតែបើកូនមិនខំថែវាទេថ្ងៃក្រោយកូននឹងគ្មានម្លប់ជ្រកហើយក៏គ្មានផ្លែញ៉ាំដែរ2ភ្ជាប់ទៅនឹងអាជីពក្នុងសុបិនសួរគេថាតើគេចង់ធ្វើអ្វីពេលធំឡើងឧទាហរណ៍គ្រូពេទ្យប៉ូលីសអ្នកលក់អនឡាញឬអ្នកបើកបរផ្សេងការពន្យល់ដើម្បីក្លាយជាអ្នកបើកយន្តហោះកូនត្រូវចេះលេខនិងភាសាអង់គ្លេសដើម្បីនិយាយជាមួយប៉មបញ្ជាបើកូនមិនរៀនតាំងពីឥឡូវទេកូននឹងមិនអាចបញ្ជាយន្តហោះឲ្យហោះឡើងលើមេឃបានឡើយអនាគតរបស់កូនគឺស្ថិតនៅលើសៀវភៅដែលកូនកំពុងអាននេះឯង3ពន្យល់ពីសេរីភាពនិងជម្រើសប្រាប់គេថាចំណេះដឹងគឺជាសោរសម្រាប់បើកទ្វារទៅរកពិភពលោកការពន្យល់កាលណាកូនរៀនបានខ្ពង់ខ្ពស់កូនមានជម្រើសច្រើនកូនអាចរស់នៅក្នុងផ្ទះស្អាត
ជីឡានល្អនឹងអាចទិញរបស់ដែលកូនចូលចិត្តដោយខ្លួនឯង តែបើកូនមិនរៀនកូននឹងត្រូវធ្វើការងារដែលគេបង្ខំឲ្យធ្វើ ហើយពិបាកនឹងបានអ្វីដែលកូនចង់បានណាស់ 4. ប្រើពាក្យសម្ដីលើកទឹកចិត្តតាមវ័យ ប្រភេទពន្យល់បែបលួងលោម សម្ដីដែលគួរប្រើ ប៉ាម៉ាក់មិនមែនចង់ឲ្យកូនហត់ទេ តែចង់ឲ្យកូនស្ពាយសៀវភៅនៅថ្ងៃនេះ ដើម្បីកុំឲ្យកូនស្ពាយធ្ងន់នៅថ្ងៃមុខ ប្រភេទពន្យល់បែបមិត្តភក្តិ សម្ដីដែលគួរប្រើ អនាគតគឺដូចជាហ្គេមមួយអញ្ចឹង បើកូនចង់ឈ្នះ កូនត្រូវប្រមូលពិន្ទុចំណេះដឹងតាំងពីឥឡូវទៅ Level up ทีนี้ให้มันបានឡើង level ប្រភេទពន្យល់បែបតថភាព សម្ដីដែលគួរប្រើ លុយកាក់អាចបាត់បង់បាន តែចំណេះដឹងនៅក្នុងខ្លួនកូន គ្មាននរណាម្នាក់អាចមកលួចយកពីកូនបានឡើយ technique បន្ថែម បង្ហាញរូបភាពពិត នាំគេទៅមើលមន្ទីរពេទ្យ សំណង់អគារ ឬកន្លែងការងារស្អាតៗ ហើយសួរគេថា តើកូនចង់ធ្វើការនៅកន្លែងស្អាតបែបនេះទេ? កុំគំរាម ជៀសវាងការនិយាយថា បើមិនរៀនទៅដេកក្រោមស្ពាន ការគំរាមធ្វើឲ្យគេខ្លាច តែមិនធ្វើឲ្យគេមានទឹកចិត្តចង់រៀននោះទេ សរុបមក អនាគតគឺជាលទ្ធផលនៃទម្លាប់នៅថ្ងៃនេះ